ថ្ងៃនេះចំណាយលុយ12000 រៀលទៅទិញត្រីក្រហមមួយយកមកធ្វើត្រីក្រហមអត់មីសួរញ៉ាំម្ដងបងប្អូនចាត្រីក្រហមហ្នឹងគឺខ្ញុំឲ្យគេធ្វើឲ្យស្អាតហើយបងប្អូនចាអញ្ចឹងយើងយកមកដល់គ្រាន់តែលាងសម្អាតឲ្យស្អាតអញ្ចឹងទៅគឺសម្រស់ទុកម្លេចសិនបងប្អូនចាចំណែកឯគ្រឿងផ្សំហើយនឹងបន្លែផ្សេងទៀតតោះកុំឲ្យខាត់ពេលយូរទៅមើលពីគ្រឿងផ្សំក៏ដូចជារបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាហើយនេះគឺជាបន្លែដែលខ្ញុំប្រើថ្ងៃនេះចឹងណាបងប្អូនចាមានការ៉ុតខ្ទឹមក្រហមខ្ទឹមបារាំងខ្ទឹមសហើយខ្ញីលខ្ទឹមម្ទេសអីអញ្ចឹងណាបងប្អូនចាហើយនឹងមានមើលសិតខ្មៅផងដែរចាហើយមួយទៀតដែលមិនអាចខ្វះបានហ្នឹងគឺមីសួរនឹងឯងបងប្អូនចាចំណែកឯបន្លែហើយនឹងផ្សិតខ្មៅហ្នឹងគឺខ្ញុំបានយកមកហាន់ជាចំណិតស្តឹងដូចនៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនចារីឯមីសួរក៏ខ្ញុំបានយកមកកាត់ជាចំណិតខ្លីៗល្មមដែរបងប្អូនចាអញ្ចឹងបន្ទាប់ពីហាន់បន្លែហាន់អីរួចរាល់ហើយគឺខ្ញុំទុកម្លែកសិនបងប្អូនចាមកលាយទឹកសម្រាប់អបជាមួយមីសួរជាមួយបន្លែដើម្បីយកទៅដាក់ជាមួយត្រីអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំមានដាក់ដូចជាខ្ទឹមសខ្ទឹមក្រហមច្រាំដូចក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺបន្ថែមរ៉ូឌីហើយនឹងទឹកត្រីទឹកស៊ីអ៊ីវខាប់ស្ករប៊ីចេងហើយនឹងម្រេចអញ្ចឹងណាបងប្អូនចាដូចនៅក្នុងវីដេអូនេះអញ្ចឹងបន្ទាប់មកគឺខ្ញុំបានកូរតៅកូរម៉ូឲ្យគ្រឿងហ្នឹងរាងរលាយចូលជាគ្នាល្អបន្តិចហើយខ្ញុំក៏បានបន្ថែមទឹកធម្មតាហ្នឹងបន្តិចចូលអញ្ចឹងណាបងប្អូនចាកុំឲ្យវាគោពេកពេលដែលយើងដាក់បន្លែហើយនឹងមីសួរទៅកុំឲ្យវាគោពេកអីចឹងណាបងប្អូនចាបន្ទាប់មកគឺលាយគ្រឿងផ្សំទាំងអស់នេះឲ្យល្អហើយទើបខ្ញុំយកមីសួរហ្នឹងមកដាក់ចូលហើយនឹងមានបន្ថែមបន្លែ2-3មុខដែលបានរៀបរាប់ខាងលើហ្នឹងដាក់ចូលគ្នាតែម្ដងទៅបងប្អូនចាកូរច្បល់ទៅច្បល់មករៀងចូលជាតិបន្តិចបងប្អូនចាប៊ីសផ្លេចមួយទៀតហ្នឹងគឺផ្សិតខ្មៅហ្នឹងឯងបងប្អូនអញ្ចឹងខ្ញុំក៏បានដាក់ផ្សិតខ្មៅចូលហើយទៅបន្តច្បល់ទៅច្បល់មកឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងចូលជាគ្នាល្អអីអញ្ចឹងណាបងប្អូនចាបន្ទាប់មកយកមកដាក់រៀបដាក់ចានតែម្ដងទៅបងប្អូនចាខ្ញុំដាក់ក្នុងចានខ្លះក្នុងពោះត្រីខ្លះហើយនឹងពីលើត្រីខ្លះអញ្ចឹងណាបងប្អូនចាមុននឹងយកទៅចំហុយអញ្ចឹងបន្ទាប់ពីរៀបគ្រឿងផ្សំជាមួយត្រីអីដាក់ចានរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមយកទៅដាក់ចំហុយតែម្ដងទៅបងប្អូនចាសម្រាប់ការចំហុយនឹងឯងយើងមើលតាមជាក់ស្ដែងអីអញ្ចឹងណាបងប្អូនចាយើងចង់ដឹងថាត្រីយើងផុយឬនៅអីចឹងគ្រាន់តែយើងយកសមឬក៏ចង្កឹះទៅចុចមើលបើត្រីយើងទន់មានន័យថាឆ្អិនហើយបងប្អូនចាអញ្ចឹងបន្ទាប់ពីចង្ហុយប្រហែលជា15ទៅ20នាទីខ្ញុំឃើញថាត្រីខ្ញុំក៏ជិតឆ្អិនល្អដែរបងប្អូនអញ្ចឹងទៅខ្ញុំក៏បានយកស្លឹកខ្ទឹមហ្នឹងទៅរួយពីលើបន្តិចអីចឹងណាបងប្អូនចាបន្ទាប់មកយើងគ្របទុកប្រហែលជា5នាទីទៀតគឺរួចរាល់ហើយបងប្អូនចាអញ្ចឹងត្រីក្រហមអបមីសួររបស់ខ្ញុំថ្ងៃនេះគឺឆ្អិនរួចរាល់ហើយបងប្អូនចាគឺទំនងមែនទែនចំណែកឯរសជាតិក៏ឆ្ងាញ់ដែរបងប្អូនចាអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តវីដេអូខ្ញុំសូមជួយចុច like share follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីក្រោយៗទៀតអរគុណច្រើនបាយបាយ